លោកជំទាវម៉ែនសំអនឧបនាយករដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាប្រសិទ្ធិនិងអធិការកិច្ចបានសម្ដែងនៃការអបអរសាទរចំពោះសិស្សនិស្សិតគ្រប់ចំនួនដែលទទួលបានជោគជ័យដ៏ធំធេងសម្រាប់ជីវិតអ្នកសិក្សាគឺសញ្ញាបត្រដែលឆ្លុះបញ្ចាំងឲ្យឃើញនៅសមិទ្ធផលនិងស្នាដៃរបស់ខ្លួនបន្ទាប់ពីខិតខំប្រឹងប្រែងរៀនសូត្រអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះការលើកឡើងរបស់លោកជំទាវម៉ែនសំអនធ្វើឡើងខណៈពេលដែលលោកជំទាវចូលរួមប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់និងថ្នាក់បរិញ្ញាបត្រពីសាកលវិទ្យាល័យកម្ពុជាចំនួនទី12ឆ្នាំសិក្សា2015-2016នៅរាជធានីភ្នំពេញនាល្ងាចថ្ងៃទី27ខែធ្នូឆ្នាំ2016លោកជំទាវក៏បានសម្ដែងនៅក្តីរំភើបសប្បាយរីករាយនិងសាទរដោយបានចូលរួមជាមួយនឹងលោកស្រីក្មួយសិស្សានុសិស្សទាំងអស់ក្នុងកម្មវិធីដែលប្រកបដោយគុណធម៌ក្រមសីលធម៌ល្អនិងគោរពអាវាតសាស្ត្រាចារ្យគ្រូបង្រៀនទាំងអស់ពិសេសគឺអាណាព្យាបាលរបស់សិស្សដែលបានចំណាយធនធានសម្រាប់ការសិក្សាតាំងពីថ្នាក់បឋមរហូតដល់ថ្នាក់មហាវិទ្យាល័យលោកជំទាវអបអរសាទរនិងកោតសរសើរចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ទាំងអស់នៃសាកលវិទ្យាល័យកម្ពុជាលទ្ធផលដែលផ្ដួចផ្ដើមប្រពៃធ្វើនិងរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះគឺស្របពេលដែលប្រទេសកម្ពុជាកំពុងតែអភិវឌ្ឍលើគ្រប់វិស័យជាពិសេសគឺខាងវិស័យអប់រំកសាងធនធានមនុស្សនិងមូលធនបញ្ញាដែលរាជរដ្ឋាភិបាលកំពុងតែជំរុញកែតម្រង់យ៉ាងស៊ីជម្រៅដើម្បីលើកកម្ពស់គុណភាពចំណេះដឹងរបស់សិស្សនិងនិស្សិតឲ្យឡើងដល់ស្តង់ដារមួយដែលអាចធ្វើសមាហរណកម្មជាមួយនឹងតំបន់និងពិភពលោកបានលោកជំទាវបានថ្លែងបន្តថាជាមួយនឹងការលើកនៅគុណតម្លៃអប់រំនេះក្រសួងអប់រំក៏បានកំណត់នៅចតុស្តម្ភនៃការអប់រំសម្រាប់ធនធានមនុស្សកម្ពុជាទី1រៀនដើម្បីចំណេះដឹង2រៀនដើម្បីចំណេះធ្វើ3រៀនដើម្បីក្លាយជាពលរដ្ឋល្អ4រៀនដើម្បីចេះរួមរស់ជាមួយគ្នាដោយសុខដុមរមនាមួយវិញទៀតជាអភិក្រមនៃការអប់រំប្រសិនបើគ្មានការអប់រំគឺគ្មានអរិយធម៌គ្មានព្រលឹងវប្បធម៌អប់រំគឺជាគ្រឹះនៃការអភិវឌ្ឍដែលនេះគឺជាព្រៀបខ្លាំងរបស់ជាតិ